ចូលដល់ញ៉ាំសម្បត្តិនៅវត្តជាប្រស័យឡើងបាត់នេះពីរយៈកាលអស់ពីខែហើយខ្ញុំប៉ុន្តែសម្បត្តិរបស់តាណាគឺបានពេលនេះឱកាសនេះក៏បានយកទៅចាក់នេះវាមានច្រើននេះបានរៀនយកមកពីដល់គ្រូដើម្បីទៅកសាងនៅវត្តឡើងបាត់នេះដូចជាដល់នេះនោះហើយបងប្អូនបានដឹងបានពីពីអង្គក្នុងក្រុមខ្ញុំបានយកមកពីតពីជាមួយអាហារគឺតាមពួកសម្លេងណាប្រសាទของគណៈកម្មការចារវត្តអង្គប្រសិទ្ធស្រីបាត់ទៅទាំងមូលគឺខ្ញុំថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដើម្បីរៀបធ្វើហើយហេតុថាណាអង្គប្រចាំរបស់ទៅខណ្ឌអង្គប្រចាំទៅខណ្ឌអូននៅក្នុងភាសាបាលីមានបងប្អូននៅដងអាហើយតែសាវណាច្រកខុសជាមួយបាទលោកអ្នកសុភាជ្រះថ្លាដោយចំណាំខែមុននេះមកបានផ្ញើនៅសាលវិទ្យាល័យបាលណាទៅដល់បងប្អូននៅច្រក16ដងអាជំនឿណាបាទបានផ្ញើដល់លោកអស់វាតែនោះគឺមានខ្លះណាមានកិន5ណា5ខែឥឡូវថ្ងៃនេះគឺថាបងប្អូនទាំងអស់ក៏មានសុខភាពជ្រះថ្លាហើយលោកក៏បានដើរទៅវិទ្យាបានជំនួសបច្ច័យទៅអស់20ដុល្លារមកប្រគេននៅបន្តដៃស្មាដើម្បីកសាងនៅវត្តអង្គប្រសិទ្ធស្រីល្បាតក្នុងទីនេះថាមានកសាងអត្តកម្រាកសាងជឿននៅរូបអត់ជាដើមនឹងជាពិសេសវត្តសពថ្ងៃកំពុងតែកសាងនៅក្នុងវត្តដើម្បីយើងបានការព្រៀននៅវត្តអារាមឲ្យបានសុខស្រួលជានេះដូចនេះថាមកទៀតសូមអរគុណយ៉ាងច្រើនចំពោះចេតនាដ៏ស្អាតបរិសុទ្ធនិងសុភាពជ្រះថ្លារបស់បងប្អូនទាំងអស់ដែលមានសទ្ធាជ្រះថ្លាមកយកបច្ច័យមកប្រទានមកណាថាមកមានការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតគឺព្រោះថាវត្តអន្តរកសិស្រីល្បាតនេះគឺជាវត្តមួយដែលមានការយកចិត្តទុកដាក់អំពីរដ្ឋនឹងបាក់និងមានការយកចិត្តទុកដាក់ពីវត្តគណៈមន្ត្រីសង្ឃហើយនេះគឺថាក៏បានទទួលសកលរបស់ខ្ញុំវិញលេងណាបាទសប្តាហ៍ថ្ងៃនេះគឺថាយើងរងចាំតែខ្លងរឿងខាងខ្វាងតែមានស្មាតផ្លាស់ហៅទៅនិយាយទៅនៅរូបវិញថាខ្លងរឿងណាខាងរឿងឥឡូវគឺថាគាត់កំពុងតែធ្វើខ្លងរឿងហ្នឹងដើម្បីយើងមានខ្លងរឿងទៅយើងបានកសាងនៅថាវរៈវត្ថុក្នុងវត្តតទៅមុខដោយការថាយើងអនុវត្តសុំច្បាប់ផងក៏ដូចជាដើមជាប្រសំចូលទៀតយើងកសាងទៅវាសំស្រាប់ជាសប្តាហ៍នេះគឺថាវត្តក៏មានគម្រោងការក្រុមបំរុងនឹងកសាងនៅព្រះវិហារថ្មីគឺថាព្រះវិហារចាស់នោះព្រឹកគ្រងអស់មិនប្រាក់តូនប្រាក់ផ្លិតអីទេឡើយនេះរងចាំតែខ្លងរឿងដល់ឲ្យគឺថាវត្តផ្ដើមកសាងជាពិសេសគឺថាដល់សង្គ្រោះគណៈកម្មការនេះយើងនឹងកសាងគឺសូមច្បាប់ក្រមធ្វើច្បាប់គឺកសាងយើងសូមជម្រាបដល់បងប្អូនពុទ្ធបរិស័ទដែលបានទៅធ្វើរចាក់នៅជំនឿថាអត់បានជ្រាបហើយជាក្នុងពេលនេះគឺថាដើម្បីកុំឲ្យយឺតយ៉ាវនៅពេលវេលាស្មារតីសំណាក់ប្រសង់ហើយគណៈកម្មការចារនៃវត្តអន្តរប្រសិទ្ធស្រីល្បាតសូមឲ្យមកគុណសូមជួបប្រដុំប្រមុំប្រមូលនៅកំណោកំបញ្ញរស័យនេះថារំលែកចែកទៅដល់ពុទ្ធការីជនមានតែការទាំងឡាយរបស់បងប្អូនពុទ្ធបរិស័ទទាំងអស់ឲ្យបានទទួលនៅធម្មនិយផលនេះជាមួយចំណែកស្មើគ្នាហើយជាពិសេសគឺថាសូមជូនពរឲ្យបងប្អូនជួបប្រទេសប្រកបទៅដោយបញ្ញត្តិធម៌ពុទ្ធពរទាំង5ប្រការលើវណ្ណៈសុខៈពលៈក្នុងបញ្ញត្តិណាដើម្បីមានបានសាពីមកតែ